ជំរាបសួរអ្នកទាំងអស់គ្នាពេលនេះសូមអញ្ជើញតាមដានរឿង One Piece បន្តទៀតការពិភាក្សាមុន Luffy បានប្រើហ្គាទី2ចាត់ការ Blue Nose ដែលជាភ្នាក់ងារ CP9 ម្នាក់សូមរំលឹកថាភ្នាក់ងារ CP9 មានច្រើនអ្នកទៀតហើយសិតតែជាអ្នកខ្លាំងជាង Blue Nose ឆ្ងាយណាស់នៅគេតែមួយជាមួយ Luffy នឹងនៅជាន់ខាងក្រោមក្រុមមិត្តភ័ក្តិរបស់ Luffy ក៏បានទៅដល់ទីនោះផងដែរបាត់ទៅ Usopp ម្នាក់គត់ការពីវីដេអូមុនពេល Polly ជួយទាញក្រុម Luffy ឡើងទៅជា King Bull ជាមួយគ្នា Usopp បានធ្លាក់ពីលើ King Bull តែអត់មាននរណាគេដឹងទេកម្រតែពួកគេដឹងហួសពេលបាត់នៅពេលនេះ Usopp កំពុងតែពួននៅក្នុងសក់របស់ Yaoimo ដែលកំពុងតែដេកស្លាប់គាត់កំពុងតែគិតរកវិធីធ្វើម៉េចទៅជួបជុំជាមួយនឹងក្រុមគ្នាគាត់វិញឲ្យបានវិធីមួយដែលគាត់គិតឃើញគឺប្រឡំខ្លួនជា Lucy ដែលជាក្រុម CP9 ម្នាក់ដែលខ្លាំងជាងគេប៉ុន្តែគាត់មិនតាន់បានធ្វើផងស្រាប់តែមានទឹកចំនួនមកដល់ធ្វើឲ្យគាត់ភ័យខ្លាំងណាស់តាមពិតទឹកនោះគឺជាទឹកភ្នែករបស់ Yaoimo បានយំត្អូញត្អែថាគាត់មិនគប្បីចំពោះមេរបស់គាត់ហើយគាត់នឹងសាកសមធ្វើជាពូជអ្នកចម្បាំងនៅនគរយក្សឈ្មោះ Elbafte ពេលឮថា Yaoimo មកពីនគរ Elbaf ចឹង Usopp ចាប់អារម្មណ៍ខ្លាំងណាស់ហើយក៏សុំ Yaoimo និយាយរឿងបន្តទៀតឲ្យគាត់ស្ដាប់ពេលហ្នឹង Yaoimo បានប្រាប់ Usopp ថាកាលពីជាង50ឆ្នាំមុនគាត់